ខ្ញុំនៅស្រែគេឌីគេម៉ៃថាខ្ញុំនេះក្មេងពីលគេថាក៏លោកខ្ញុំនេះត្រឹមរៀលតែនៅតែឯងសងគេឌីលខ្ញុំនៅស្រែគេឌីលគេម៉ៃថាខ្ញុំនេះក្មេងពីលគេថាក៏លោកខ្ញុំនេះត្រឹមរៀលហើយនៅតែឯងសងគេឌីលចេញដាក់ដំបងគេឌីលមើលលើមើលក្រោមអត់តមធ្វើដូចយើងមិនស្មើវីទើបតែលោដីដាច់សងបំបានហើយក្នុងខ្លួននិយាយមិនចេះកិនសងអត់ចង់និយាយជាមួយច្រើនទេព្រោះពួកវាអត់ប្រយោជន៍ខ្ញុំត្រឹមជាក្មេងអ្នកស្រ័យគេឌីលញោមអញញ៉ៃព្រោះការបែកយើងសស្រាក់នៅក្រោមតែពលឺឆ្ងាយធ្វើការដើម្បីរស់ដើម្បីកំដរលោកកែជួនកាលខ្ញុំដេកអត់បាយតែណាហាមិនច្រើននិយាយអ្នកគង់អ្នកស្រ័យថាជីវិតវាខុសគ្នាគេស៊ីឬជាងរើស៊ីគេដេកស្រួលយើងវេទនាបើសិនជាយើងមិនខំប្រឹងអ្នកណាគេឲ្យស៊ីខំប្រឹងទាំងលំបាលបិនឆាជីវិតតែប៉ុណ្នេះគេនិយាយថាយើងញាក់ក្រណាហើយកុំទៅខឹងគេខំប្រឹងឲ្យខ្លួនឯងវាខ្លាំងមិនបាច់ខ្វល់អាណាទេគំមានតែមួយយើងជោគជ័យយើងលុយទាំងមួយជួយពុកម៉ែអ្នកណាថាអីថាទៅមិនខ្វល់សំដីពុតសក់ឆ្កែខ្ញុំនៅស្រែគេឌីគេម៉ៃថាខ្ញុំនេះក្មេងពីលគេថាក៏លោកខ្ញុំនេះត្រឹមរៀលហើយនៅតែឯងសងគេឌីលខ្ញុំនៅស្រែគេឌីលគេម៉ៃថាខ្ញុំនេះក្មេងពីលគេថាក៏លោកខ្ញុំនេះត្រឹមរៀលហើយនៅតែឯងសងគេឌីលធ្វើមិនខ្ញុំនេះហត់ពេករវល់សឹងគ្មានបានដេកមុងបាក់ខ្លួនមិនសូវស្អាតសងវត្តរកគោលដៅពេកជីវិតខ្ញុំធម្មតាចង់ទៅណាក៏បានឡាយក៏មានជីផ្ទះក៏មាននៅមុនវាខ្ញុំអ្នកស្រែមានគ្រប់អង្គឬនៅទម្រាំតែបានមកប៉ុណ្ណេះជីវិតខ្ញុំសើតែធ្លាក់រុនដៅយកខ្ញុំទៅប្រៀបជីវិតរបស់អ្នកខ្ញុំវាលើផងឲ្យថាមិនត្រូវស្រែគេឌីគេម៉ៃថាខ្ញុំនេះក្មេងពីលគេថាក៏លោកខ្ញុំនេះត្រឹមរៀលហើយនៅតែឯងសងគេឌីលខ្ញុំនៅស្រែគេឌីលគេម៉ៃថាខ្ញុំនេះក្មេងពីលគេថាក៏លោកខ្ញុំនេះត្រឹមរៀលហើយនៅតែឯងសងគេឌីល